សួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់តំបន់ដីសាមដ៏ធំបំផុតមួយនៅលើភពផែនដីដែលជាជម្រករបស់សត្វព្រៃប្លែកជាច្រើនប្រភេទប៉ុន្តែកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរពីទឹកជំនន់គ្រោះរាំងស្ងួតនិងការប្រែប្រួលអាកាសធាតុនេះជារឿងរ៉ាវនៃការតស៊ូនិងការសម្របខ្លួនរបស់សត្វព្រៃនិងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងព្រៃអាម៉ាហ្សូនប្រទេសប៉េរូតំបន់បម្រុងជាតិប៉ាកាយ៉ាសាមេរីយ៉ា Pacaya Samiria National Reserveនៅចំកណ្ដាលនៃអាងទន្លេអាម៉ាហ្សូនប្រទេសប៉េរូមានតំបន់បម្រុងជាតិដ៏ធំសម្បើមមួយឈ្មោះថាប៉ាកាយ៉ាសាមេរីយ៉ាតំបន់នេះមានផ្ទៃដីប្រហែល2800គីឡូម៉ែត្រការ៉េស្មើនឹង8000ម៉ៃការ៉េដែលធ្វើឲ្យវាក្លាយជាតំបន់ការពារធំជាងគេនៅក្នុងប្រទេសប៉េរូនិងជាតំបន់ការពារធំជាងគេមួយនៅក្នុងអាងអាម៉ាហ្សូនទាំងមូលវាត្រូវបានគេទទួលស្គាល់ថាជាដីសើមនៃសារៈសំខាន់អន្តរជាតិ Ramsar Site ចាប់តាំងពីឆ្នាំ1986តំបន់នេះសម្បូរទៅដោយជីវិតរុក្ខជាតិនិងសត្វព្រៃយ៉ាងសម្បូរបែបហើយវាក៏ជាជម្រកដ៏សំខាន់សម្រាប់សហគមន៍ជនជាតិដើមភាគតិចប្រហែល140ភូមិដែលរស់នៅជុំវិញនោះផងដែរសត្វព្រៃដែលសម្របខ្លួនទៅនឹងទឹកជំនន់វីដេអូនេះបានបង្ហាញពីរបៀបដែលសត្វព្រៃប្លែកដូចជាស្វារោម Woolly Monkey អន្ទង់យក្ស Anaconda និងផ្សោតពណ៌ផ្កាឈូក Pink River Dolphin កំពុងសម្របខ្លួនទៅនឹងការប្រែប្រួលរវាងរដូវទឹកឡើងនិងរដូវប្រាំងផ្សោតពណ៌ផ្កាឈូកគឺជាប្រភេទសត្វដែលគួរឲ្យចាប់អារម្មណ៍បំផុតវាជាសត្វផ្សោតទឹកសាបដែលមានទំហំធំជាងគេមានប្រវែងដល់ទៅ 2.5 ម៉ែត្រនិងទម្ងន់រហូតដល់200គីឡូក្រាមអ្វីដែលពិសេសនោះគឺករបស់វាមិនជាប់គ្នាដូចសត្វផ្សោតធម្មតាទេដែលធ្វើឲ្យវាអាចបត់បែនបានយ៉ាងរហ័សរហួនហើយទឹកកាត់តាមដើមឈើដែលលិចទឹកបានយ៉ាងស្រួលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទោះបីជាសត្វទាំងនេះមានការវិវត្តសម្របខ្លួនទៅនឹងជីវភាពរស់នៅក្នុងតំបន់ដីសាមក៏ដោយក៏ពួកវាកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធំធេងពីសំណាក់ការប្រែប្រួលអាកាសធាតុនិងសកម្មភាពរបស់មនុស្សការសិក្សាមួយបានបង្ហាញថាដីសាមកំពុងតែរងគ្រោះខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុអ្នកស្រាវជ្រាវព្រមានថាដីសាមទាំងនេះអាចជាសញ្ញាដំបូងដែលបង្ហាញថាយើងកំពុងឈានទៅរកចំណុចដែលមិនអាចត្រឡប់ក្រោយបាន irreversible point រួចទៅហើយទឹកជំនន់និងគ្រោះរាំងស្ងួតដ៏កាចសាហាវក្នុងឆ្នាំ2024ប្រទេសប៉េរូបានជួបប្រទះនឹងគ្រោះធម្មជាតិយ៉ាងខ្លាំងក្លាភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យទឹកជំនន់និងភ្នំបាក់បោកបក់បំផ្លាញផ្ទះសម្បែងប្រជាជនមានមនុស្សយ៉ាងហោចណាស់8នាក់បានស្លាប់និងគ្រួសាររាប់រយគ្រួសារប្រឈមមុខនឹងហានិភ័យបាត់បង់ផ្ទះសម្បែងមិនតែប៉ុណ្ណោះឆ្នាំនោះក៏បានកត់ត្រានៅគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតមួយផងដែរដែលធ្វើឲ្យទន្លេម៉ារ៉ាញ៉ូន Maran River ស្ទើរតែរីងស្ងួតប្រជាជននៅតាមភូមិនានាត្រូវបានកាត់ផ្តាច់ទំនាក់ទំនងដំណាំកសិកម្មត្រូវបំផ្លាញហើយត្រីក៏ងាប់អស់ជាច្រើនមេភូមិម្នាក់បានរៀបរាប់ថាទន្លេនេះបានរីងស្ងួតដីខ្សាច់បានខំខាំងយើងនៅសល់តែទឹកមួយកន្លុកតូចប៉ុណ្ណោះដែលត្រូវកម្ដៅថ្ងៃក្ដៅស្ទើរតែឆ្អិននោះជាទឹកដែលយើងត្រូវតែពិសាយើងមិនអាចងូតទឹកបានទេហើយដំណាំរបស់យើងក៏ត្រូវបំផ្លាញអស់ការសម្របខ្លួនរបស់មនុស្សនិងសត្វដើម្បីទប់ទល់នឹងស្ថានភាពដ៏លំបាកនេះទាំងមនុស្សនិងសត្វសុទ្ធតែព្យាយាមសម្របខ្លួនប្រជាជនក្នុងតំបន់បានចាប់ផ្ដើមប្រមូលទឹកភ្លៀងទុកប្រើប្រាស់បន្ទាប់ពីមានការធ្លាយប្រេងនៅក្នុងទន្លេកាលពីឆ្នាំ2014ចំណែកសត្វព្រៃវិញអ្នកស្រាវជ្រាវបានរកឃើញថាសត្វខ្លាធំ Jaguar អាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួតនិងទឹកជំនន់បានខ្លះដែរប៉ុន្តែប្រសិនបើបាតុភូតទាំងនេះកើតឡើងញឹកញាប់ពេកនោះចំនួនប្រជាជនរបស់វានឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស